មនុស្សម្នារាប់ពាន់អ្នកនាំគ្នាបាក់ជំនឿលោកកុមារតូចម្នាក់នៅក្នុងខេត្តកំពង់ចាមដែលគេថាអាចជួយព្យាបាលជំងឺបានក៏ប៉ុន្តែមន្ត្រីសុខាភិបាលនោះលើកឡើងថានេះគ្រាន់តែជាអបិយជំនឿតែប៉ុណ្ណោះមិនមានលក្ខណៈវិទ្យាសាស្ត្រឡើយមនុស្សម្នាក្មេងចាស់ប្រុសស្រីមកពីគ្រប់ទិសទីរាប់ពាន់អ្នកបានធ្វើដំណើរតាមម៉ូតូនិងរថយន្តគ្រប់ប្រភេទបាននាំអ្នកជំងឺខ្វិននិងក៏និយាយមិនចេញព្រមទាំងអ្នកជំងឺផ្សេងទៀតជាច្រើនមានអ្នកខ្លះនោះគឺបានដាក់រទេះរុញមករកកុមារម្នាក់ដែលគេដាក់ឈ្មោះថាជាព្រះអង្គតូចដែលទើបតែមានអាយុ2ឆ្នាំ3ខែតែប៉ុណ្ណោះដែលគេជឿថានឹងអាចមានបារមីសន្ធិដ្ឋអាចព្យាបាលជំងឺបានកុមារនោះគឺរស់នៅក្នុងភូមិខ្នរឃុំនាងតូចស្រុកដំបែខេត្តកំពង់ចាមភិក្ខុចរជនអាយុ48ឆ្នាំគង់នៅវត្តទឹកជ្រៅស្រុកដំបែនិមន្តមករកថ្នាំបុរាណបានមានធរៈដោយការថាព្រះអង្គមានអាការៈស្អកនិងណែនទ្រូងអស់រយៈពេលជាច្រើនថ្ងៃមកហើយដែលល្បីតគ្នាពីមាត់មួយទៅមាត់មួយនោះព្រះអង្គនិមន្តមករកថ្នាំបុរាណខ្មែររបស់ព្រះអង្គតូចឆាន់ព្រះភិក្ខុចរជនបានមានធរៈដោយការបន្តថាមានស្ត្រីម្នាក់ឈ្មោះយេតអាយុជាង40ឆ្នាំមានទីលំនៅនៅចម្ងាយប្រមាណជាង1គីឡូម៉ែត្រពីវត្តទឹកជ្រៅនឹងបានឈឺរហូតដល់ពិការនិយាយមិនចេញអស់រយៈពេល17ឆ្នាំមកហើយលុះពេលមករកព្រះអង្គតូចនេះនឹងគឺបានផឹកថ្នាំក៏បានជាសះស្បើយដែលអាចនិយាយវិញបានជាធម្មតាហើយក៏ធ្វើឲ្យសមាជិកនៃក្រុមគ្រួសាររបស់គាត់មានសេចក្តីត្រេកអរគ្រប់គ្នាតែម្ដងសម្រាប់ព្រះអង្គផ្ទាល់នោះគឺមានជំនឿយ៉ាងមុតមាំលើព្រះអង្គតូចដូចគេឯងដែរលោកអែមសុផាតមន្ត្រីនគរបាលប៉ុស្តិ៍ឃុំនាងទៅបានប្រាប់ឲ្យដឹងថាព្រះអង្គតូចនេះគឺត្រូវបានបារមីគង់សថិតនោះក្រោយថ្ងៃប្រជុំបុណ្យពី3ថ្ងៃហើយដំបូងនេះគឺបានមើលតាចាស់ម្នាក់នៅក្នុងភូមិខ្នរនោះបានជាសះស្បើយពីជំងឺស្វឹកស្រពន់រួមទាំងអ្នកផ្សេងទៀតហើយក៏បានល្បីឮតគ្នាពីមាត់មួយទៅមាត់មួយហើយជាក់ស្ដែងនោះគឺថានៅព្រឹកថ្ងៃទី24ដុល្លារនេះគឺរូបលោកនឹងបានមកថែរក្សាសន្តិសុខនិងសម្ដាប់ធ្នាប់នៅផ្ទះព្រះអង្គតូចហើយក៏ឃើញមានមនុស្សម្នានឹងមកពីគ្រប់ទិសទីអាចជាង 3000 នាក់ដែលនាំសមាជិកក្រុមគ្រួសារនឹងមករកព្រះអង្គតូចនឹងឲ្យជួយព្យាបាលជំងឺឲ្យរូបលោកនឹងត្រូវបានការពារនឹង24ម៉ោងលើ24ម៉ោងដល់ប្រជាពលរដ្ឋដែលមកពីទីជិតទីឆ្ងាយហើយក៏មានអ្នកខ្លះនឹងបានដេករងចាំរហូតដល់ពេលយប់ផងដែរកុមារតូចនោះគឺមានឪពុកឈ្មោះបានសុគង្គអាយុ25ឆ្នាំនិងម្ដាយឈ្មោះផាតសឿនអាយុ21ឆ្នាំមានមុខរបរធ្វើស្រែចម្ការចំណែកលោកវិជ្ជបណ្ឌិតភេងសុផារុនបម្រើការងារនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាមនឹងបានថ្លែងថាក្នុងពេលដែលមានហេតុការណ៍កើតឡើងនោះរូបលោកនៅថ្ងៃទី23ដុល្លារនឹងបានធ្វើដំណើរទៅមើលផ្ទាល់ដល់ផ្ទះកុមារនោះដែរហើយដែលបានជួបស្ត្រីចំណាស់ម្នាក់នៅក្នុងដៃហ្នឹងគឺមានថ្នាំបុរាណហ្នឹងមានស្លឹកឈើប៉ុនកដៃដូចពេលសួរនាំមុននឹងបានថ្នាំនេះគឺគាត់បានសរសេរកត់ឈ្មោះដាក់នៅក្នុងក្រដាសមួយសន្លឹកយកទៅឲ្យកុមារទេពដែលមានអាយុជាង2ខួបហើយតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រហ្នឹងគឺថាក្មេងក្នុងវ័យប៉ុណ្ណេះគឺមិនអាចចេះអានអក្សរបានទេនេះគឺមានមនុស្សចាស់ជាអ្នកអានចំនួនដូច្នេះនេះអាចគឺជាការរៀបចំផែនការរបស់មនុស្សចាស់ហើយនឹងមានកន្លែងដាក់ផ្ញើកង់ម៉ូតូរថយន្តនេះគឺសុទ្ធតែតាក់ទងទៅនឹងរឿងលាភសក្ការៈផងដែរលោកថានេះគ្រាន់តែជាអបិយជំនឿប៉ុណ្ណោះគឺមិនតាក់ទងទៅនឹងវិជ្ជាពេទ្យទេ